ពេលដែលយើង export ជា file JPG ណាប៉ុន្តែស្គាល់ពីនេះស្រួលតែម្ដងយើងគាត់តែចុចតែប៉ុណ្្នឹងមកប៉បគឺបាន hack របស់យើងអូតូតិចបាទឃើញទេ1 2 3 4 5ហើយបាទអញ្ចឹងយើងស្គាល់ទាំង3ហ្នឹងមែនទេគឺស្គាល់ search only ស្គាល់របប export តែរឿងចុងក្រោយដែលខ្ញុំចង់ប្រាប់រឿង message នេះគឺពាក់ព័ន្ធជាមួយនឹង export text to celebrate file អញ្ចឹងតើតើនៅកន្លែងនេះជាធម្មតាដែលយើងសិក្សាជាមួយគ្នាមិញអានេះយើង sell ប្រហែលដងបាទ4ដងប៉ុន្តែ page យើងមាន5តែពិតយើងទៅ sell 5ដងតែបើ page យើងមាន10មាន20យើង sell តាមនឹងច្រើនដងខាត់ពេលប៉ុន្តែបើសិនជាបងប្អូនយើងស្គាល់អាពាក្យមួយនៅកន្លែងនេះពេលដែលយើង export ជា file JPG ណាប៉ុន្តែស្គាល់ពីនេះស្រួលតែម្ដង celebrate ប្រែមកថាបំបែកអញ្ចឹងនៅកន្លែង export page to celebrate file មានថា page យើងមានប៉ុន្មាននៅក្នុង document មួយនេះគឺវា sell ឲ្យយើងទាំងអស់នៅ site ប្រវត្តិដោយយើងមិនបាច់ចាំឈើលើ page មួយ sell មួយដូចមុនទៀតសួរថាអញ្ចឹងស្រួលដែរអត់ព្រោះធៀបការយើងមានច្រើន page អញ្ចឹងចង់ដឹងថាវាស្រួលឬក៏អត់មានប្រវត្តិអីច្រើនទេយើង take វាបែបហ្នឹងហើយបើអាចចូលទៅកន្លែងនេះបង្កើត new folder ថ្មីដើម្បីស្រួលពិនិត្យមើលណានៅក្នុងហ្នឹងអូខេបន្តមកយើងគាត់ចុចតែប៉ុណ្្នឹងបានហើយបើអាចចុច export មកយើងរងចាំវាបន្តិចវា load មកហើយយើងចុច OK មកបន្តមកពាក់ព័ន្ធជាមួយនឹងកន្លែងនេះកន្លែង folder នេះបង្កើតអត់ត load មកលើ load មក1 2អត់អញ្ចឹងវា load យើងប៉បអត់ហើយឃើញ rename របស់យើង auto អត់បើយើង sell រដងមិនដែរគឺយើងគ្រប់គ្នាត្រូវ sell មួយដាក់ឈ្មោះមួយចូលលើ page មួយដាក់ឈ្មោះមួយទៀតព្រោះ stone គ្នាគឺវា reflect file លើស្រួលទេអញ្ចឹងសារនេះគឺមិនដែរយើងគាត់តែចុចតែប៉ុណ្្នឹងមកប៉បគឺបាន hack របស់យើងអូតូបន្តិចបាទឃើញទេ1 2 3 4 5ហើយបាទតោះនេះមិនដែរដល់យើងមកចាំ sell ម្ដងមួយចង់ sell ទៅណា control A មួយទាញចូលទៅ block ទៅហើយបាទអញ្ចឹងតើតើទៅនឹងការងាររបស់យើងនៃការ sell file ហ្នឹងគឺប៉ុណ្្នឹងទេសម្រាប់តើតទៅនឹងរឿង celebrate file អញ្ចឹងសង្ឃឹមបងប្អូនយើងព្យាយាមសិក្សាស្វែងយល់ថែមយើងជួបគ្នាវីដេអូក្រោយ